តបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបុកល្ហុងចាដើម្បីយកទឹកបុកល្ហុងរូបមន្តគីមហេតឆេនេះយកទៅបុកឆ្ងាញ់ចាតើសំគ្រឿងអ្វីខ្លះតបងប្អូនមកទស្សនាទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានល្ហុងហើយខ្ញុំមានគ្រប់មុខតែម្ដងហើយបុកល្ហុងខ្ញុំគឺខ្ញុំប្រើជាមួយខ្ទឹមសខ្ទឹមក្រហមដើម្បីឲ្យឈ្ងុយហើយនឹងស្រួយបន្លែតហើយនេះគឺទឹកបុកល្ហុងដ៏ឆ្ងាញ់របស់គីមហេតឆេចាមកតាមឈ្ងុយហ្មងទៅទឹកបុកល្ហុងនេះគឺខ្ញុំប្រើមកហាប់ទូតនេះបងចារៀងស្ទើមកហាប់នឹងតិចចាខ្ញុំដាក់ចូលមកបន្ទាប់មកខ្ញុំប្រើមកសាភៀនេះចាស្ករខ្ញុំដាក់ថែមហើយបន្ទាប់មកបងដាក់ជាមួយក្រូចឆ្មាដាក់មកសាភៀនឹងដែរមកចាហើយថែមជាមួយនឹងម្ទេសដាក់តាមចំណង់ចំណូលចិត្តហើយយើងកូរវាចូលគ្នាចាកូរចូលគ្នាមកកូរគ្រឿងនឹងស្ករនឹងចូលគ្នាមកបងចាគឺខាងនេះស្រួលខ្លាំងមែនតើគ្រឿងនេះអត់មានចាំបាច់ទៅពិបាកកូរគ្រឿងអីហត់ស្អុយពេញខ្លួននេះទេគឺគីមហេតឆេកូរមួយឆ្នាំជូនបងហើយគាត់ថែមគ្រឿងប៉ុណ្ណឹងតិចតួចមកចាបើសិនជាចង់ផ្អែមចង់ប្រៃអីតាមចំណង់ចំណូលចិត្តឬក៏ចង់ហឹរចង់ជូរអីបងថែមតាមនឹងតែរូបមន្តខ្ញុំមួយឆ្នាំគឺខ្ញុំដាក់តាមស្តង់ដារប៉ុណ្នេះចង់បងចង់មានរសជាតិដែរគីមហេតឆេថាឆ្ងាញ់ហ្នឹងបងអាចធ្វើតាមវីដេអូនេះបានហើយយើងដាក់នេះយើងដាក់ខ្ទឹមសខ្ទឹមក្រហមទៅមកចូលដើម្បីឲ្យឈ្ងុយតបមកបងដាក់ជាមួយនឹងបន្លែនេះខ្ញុំលាយសាច់ដីចូលហើយបងនិយាយទៅបន្លែនេះបែបម៉ែនគឺខ្ញុំប្រើ2ខាំកន្លះបងណាខ្ញុំប្រើ2ខាំកន្លះចាអញ្ចឹងបងត្រូវខ្លំបន្លែហ្នឹងឬក៏ស្មានមួយចានធំមកចាដើម្បីដាក់ទឹកបុកល្ហុងចំនួនប៉ុណ្ណឹងចូលគ្នាបងនេះប៉ុន្តែថ្ងៃនេះខ្ញុំអត់ប្រើក្រាមប្រៃទេបងចូលចិត្តក្រាមប្រៃអាចប្រើក្រាមប្រៃបានចាគឺខ្ញុំប្រើជាមួយនឹងចាកាហ្វេស្រស់មួយជាតិហ្មងចាហើយបុកល្ហុងខ្ញុំគឺថាអត់ចាំបាច់រហូតត្បាល់អីបុកទេបងចាធ្វើបែបនេះមកគឺថាឆ្ងាញ់តែម្ដងល្ហុងយើងអត់ដៃហើយនៅស្រួយឆ្ងាញ់ចាយើងគ្រាន់ត្រឡប់ទៅត្រឡប់មកដើម្បីវាចូលជាតិអ្នកដែលកំពុងបុកល្ហុងហ្នឹងគឺកំពុងលេបមកប្រើដែរដល់ពេលបើសិនជាបងមាននៅកញ្ចក់ចានេះត្រឡប់ចូលពីបាត់នេះតែសំដែងចាំហ្មងទៅចាវាស្រួលនេះបងចាដល់មកបើមានមីដាក់មីទៀតមកចានេះបងមីចាអូខ្ញុំបងបុកល្ហុងគីមហេតឆេហើយណាបងចាអញ្ចឹងចង់បែនទឹកបុកល្ហុងឆ្ងាញ់កុំភ្លេចកំងនៅគីមហេតឆេចាមានលក់រាយបោះដុំបងចង់យកទៅបុកល្ហុងបងដែលបើកហាងបុកល្ហុងអីអាចយកពីនាងខ្ញុំបានសាកម្ដងអីទៅបើឆ្ងាញ់បងអាចកំងយកទៅលក់បន្តបានណាចាហើយនេះចាំមើលទឹកបុកល្ហុងគឺថាពណ៌ស្អាតហ្មងបងពណ៌គាត់ថាអូយអ្នកលក់ឃើញលេបទឹកមាត់ហ្មងនេះឃើញទេបងឃើញពណ៌ទឹកបុកល្ហុងហើយឡើងខាប់ចាមិនរាវពេកមិនខាប់ពេកចានេះហើយឡើងឈ្ងុយបងអត់មានប្រើទឹកទេរូបមន្តខ្ញុំហ៎បងយកទៅទុកបានរកខែចាហើយរសជាតិដុតឆ្ងាញ់តែម្ដងតឥឡូវមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នានេះទឹកមាត់ហ្មងចាឆ្ងាញ់មែនអត់ក៏ឲ្យបងទិញសាយឲ្យម្នាក់បងអញ្ចឹងបងចង់ញ៉ាំជាមួយនឹងទឹកប្រហុកឆ្ងាញ់ដែលរសជាតិដើមចេញពីគីមហេតឆេរសជាតិឆ្ងាញ់ដុតហើយអនាម័យតែតម្លៃសមរម្យដៃកូនខ្មែរ 100% បងអាចកំងពីខាងនេះខ្ញុំបានណាបើសិនជាបងបើកហាងបុកល្ហុងចង់យកទៅលក់បងអាចកំងសាក់ម្ដងត្រូវរសជាតិអាចកំងបានចាអរគុណ